មួយរយៈចុងក្រោយនេះនិយាយពីថាល្បីទឹកដីស្រកសំឡូតខ្លាំងមែនទែនអូវីដេអូណាក៏ឃើញគេនិយាយពីសំឡូតដែរហើយបើជ្រុលជាបានមកលេងទឹកដីនេះហើយខ្ញុំចង់ណែនាំឲ្យបងប្អូនអ្នកគ្នាមកស្គាល់កន្លែងស្នាក់នៅមួយកន្លែងនេះដែលមានទីតាំងក្បែរជើងភ្នំស្រកសំឡូតនឹងតែម្ដងជារីសតដែលស្អាតហើយហ៊ុំព័ទ្ធទៅដោយព្រៃឈើដែលមានផ្ទះស្នាក់ដាច់ដោយឡែកហើយមានអាងទឹកធំសម្រាប់ឲ្យយើងហែលលេងផងដែរបើបានមកស្នាក់នៅកន្លែងនេះហើយដឹងតែ fresh អស់ទុកកង្វល់តែម្ដងដោយសារតែពួកខ្ញុំធ្វើដំណើរចេញពីស្រុកវាវែងមកហើយជិះកាត់តាមស្រុកសំឡូតដែលជាស្រុកល្បីជាងគេប្រចាំខេត្តបាត់ដំបងអញ្ចឹងហើយក៏សម្រាប់ចិត្តថាគេនៅសំឡូតមួយយប់សិនពេលព្រឹកឡើងបានយើងត្រឡប់មកសៀមរាបវិញហើយសម្រាប់កន្លែងដែលខ្ញុំគេនៅសំឡូតនឹងគឺមានឈ្មោះថាស្ពានវែងសំឡូតរីសតហើយនេះក៏ជាលើកទី2របស់ខ្ញុំហើយដែលបានមកគេនៅកន្លែងនេះដោយសារតែជាប់ចិត្តនឹងបរិយាកាសនៅកន្លែងនេះខ្លាំងមែនទែនលក្ខណៈថាយើងងើបមកមើលទេសភាពស្អាតមានព្រៃមានភ្នំជុំវិញនឹងតែម្ដងហើយសម្រាប់បន្ទប់គេនៅកន្លែងរបស់គាត់នេះគឺគាត់រៀបចំជាលក្ខណៈដូចផ្ទះស្នាក់ដាច់ដោយឡែកអញ្ចឹងការរៀបចំរបស់គាត់គឺថាស្អាតខ្លាំងមែនទែនបើយើងមកមើលពីបន្ទប់គេវិញគឺថាមានលក្ខណៈធំទូលាយតែម្ដងគ្រាន់តែបានចូលមកដល់ក្នុងបន្ទប់ស្នាក់នេះភ្លាមគឺថាមានក្តីសុខហ្មងព្រោះអីនៅក្នុងបន្ទប់នេះគឺថាធំទូលាយមែនទែនមានពុកតុនមានម៉ាស៊ីនត្រជាក់ហើយបើនិយាយពីបន្ទប់ទឹកវិញនិយាយពីថាធំចង់ប៉ុនបន្ទប់គេងមួយបាទបើនិយាយពីទេសភាពនៅខាងមុខបន្ទប់វិញគេមានរៀបចំជាលក្ខណៈសំណាញ់បែបដែលយើងអាចមកគេងលេងថតរូបថតវីដេអូហើយសម្រាប់លំហែកាយមើលទេសភាពព្រៃភ្នំនៅមុខនឹងអញ្ចឹងហើយបើថាចំពេលដែលមានភ្លៀងរលឹមរិចមកទៀតបងប្អូនបរិយាកាសបែបនេះគឺថាជឿមែនទែនត្រូវជាមួយនឹងអ្នកដែលស្រឡាញ់ធម្មជាតិបែបនេះទៀតគឺថាអេមតែម្ដងជាពិសេសបានមកហែលទឹកលេងគយគន់មើលទេសភាពព្រៃភ្នំជុំវិញនឹងបរិយាកាសបែបនេះគឺថាមិនងាយមានទេបើចូលជាបានមកស្នាក់នៅកន្លែងនេះហើយកុំឲ្យខាតអញ្ចឹងហើយយើងអាចទៅដើរលេងទៅតាមរមណីយដ្ឋានចិត្តឬក៏មួយទៀតទៅភ្លក់ទរ៉េនៅតាមចំការរបស់បងប្អូនអ្នកស្រកសំឡូតនឹងក៏បានដោយសារតែខ្ញុំទៅលេងលើកនេះខ្ញុំទៅ enjoy បែប slow day អញ្ចឹងហើយអត់បានទៅដើរលេងនៅណាឆ្ងាយទេនៅជឿនៅ resort ហើយដើម្បីព្រឹកឡើងយើងត្រៀមចេញមកសៀមរាបវិញអញ្ចឹងត្រូវនឹងភ្លៀងរលឹមរិចបែបនេះនិយាយថាគេងលក់ស្រួលខ្លួនមែនទេដោយសារតែព្រឹកឡើងត្រូវងើបពីព្រលឹមដើម្បីត្រឡប់មកសៀមរាបវិញអញ្ចឹងហើយឆ្លៀតរៀបអវ៉ាន់ហើយឆ្លៀតកក់សក់ឲ្យហើយតែម្ដងហើយសម្រាប់សាប៊ូដែលខ្ញុំប្រើនេះគឺជាសាប៊ូក្លិនសម្រាប់សក់អង្គេនេរីដែលជាផលិតផលកូនខ្មែរសុទ្ធ 100% ដែលមាន ingredient មកពីប្រទេសកូរ៉េជួយថែរក្សាសុខភាពសក់និងស្បែកក្បាលកុំចាត់អង្គេយ៉ាងមានប្រសិទ្ធភាពធ្វើឲ្យសក់យើងស្រស់ស្អាតនិងរឹងមាំកាត់បន្ថយការរលាកស្បែកក្បាលបើបានប្រើរួមគ្នាជាមួយនឹងក្រែមបន្ទន់សក់ធ្វើឲ្យសក់យើងភ្លឺដូចសរសៃសូត្រតែម្ដងហើយសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ